sọc máu lên mà đá nhưng không bộ có đây lên mà đá vay em vô lên mà đá vay em vô mà ở đây nè bay thật hay bóng trong khỏi cái nhưng cọ bóng về nhóm GP nè lực đi một ba đây pi nè bóng lá biết bóp tiền này thằng mấy biết bóp bia lên mà đó ai lực đây mình nhóm tham mình nhóm tây bông nhóm được con số 1 cái nhóm tham mình nhóm được con số 1 play điện lên mà đá vay em vô mà vay vô mà nên mà nè mà đăng nhóm đó chờ nhưng mà đăng tê chờ mà tô à bò mà tô này mà ai rồi copy son pay bay bộ ấy bà phải mà tôi chôn chỉ ti rồi bà mẹ cả đây pơ hăng xá bà vay hay lương mà tô đòi bạn bộ chỉ chọn mà tô làm đáp đòi xạ bà cứ lưu tha bà nên phụ con chỉ tu tới đo ai cho mà vay và cho bị vay hay lương mà tô miền này cơm điệt bà trời miền bùi chi xì ai điệt bà nhưng man con trai mà hiện trâu chui ô bà miền tèng mà tô xì ai miền ai cô miền ấy điệt là đang là công khang ná thế mới mặt cái bà ca sa chiêuចុកខ្នងឈឺចង្កេះបញ្ហាក្រពះពុះពៀនរ៉ាំរ៉ៃគេងមិនសូវលក់កម្លាំងចុកសោយឧស្សាហ៍ឈឺកុកខ្យល់ញឹកញាប់និងបញ្ហាសុខភាពជាច្រើនមុខទៀតសូមណែនាំបងប្អូនពិសាទឹកយិនសិនម៉ាក់អ៊ីផលិតផលសតពីប្រទេសកូរ៉េហេតុការយ៉ាងមិនដែរបងឃើញដំបងឡើងពីនោះមកបងខ្ញុំនៅអង្គុយលេងហ្នឹងហើយឃើញច្រើនបងដូចហើយកធនខ្ញុំពីពេលនោះមកហើយខ្ញុំអត់ដឹងតែខ្ញុំស្មានថាគ្នាគេជីសាញជាអីហ្នឹងហ្នឹងហើយពេលទីមកដល់កន្លែងនោះលេងអាខាងនោះតែហើយឈប់មួយអីបោះមួកធាក់ពងអីពងបដួលម៉ូតូវាយអីដល់ពេលចាំម៉ូតូរត់លើកម៉ូតូជិះទៅបដ ாய் អញ្ចឹងមានន័យថាជនក្នុងគ្រោះគ្នាពីរនាក់បាទអញ្ចឹងពីរនាក់ត្រូវទាំងពីរហ្មងបាទត្រូវទាំងពីរតែរត់បាត់មួយនៅចាំម៉ូតូគេវាយនៅហ្នឹងអូអញ្ចឹងជនក្នុងគ្រោះម្នាក់វាយហើយគ្នាក៏រត់ទៅនៅសល់តែចាំម៉ូតូបាទសល់តាមចាំម៉ូតូហ្នឹងម៉ូតូហ្នឹងម៉ូតូអីអាកុបពីតែដឹងសូនហ្មងតែមានសារជាប់នៅម៉ូតូមែនអូគាត់បើប្រើ smart key មានសោនៅក្នុងក្លុបគាត់ថាសោនៅក្នុងក្លុបអូ smart key សោនៅក្នុងក្លុបបន្ទាប់ពីវាយហើយជនសង្ស័យមានគ្នាជាច្រើននាក់លើម៉ូតូយកទៅបាត់ទៅហ្មងបាទលើម៉ូតូទៅបាត់ហ្មងជុំអូនឯងតាំងពីកើតមកលេងវត្តសួនបន្ទុំបន្តីនេះដែលឃើញករណីវាយយកម៉ូតូអញ្ចឹងហ៎បងដែលឃើញពូលើកទី1ស្រស់ហ្មងលើកទី1ហ្មងបាទលើកទី1ហ្មងពូវាសាហាវគឺជាលើកទី1បងប្អូនបានបញ្ជាក់ថាបើតាមពីគាត់ដឹងក្តីមកចេះលេងវត្តបន្ទុំបន្តីសួនវត្តបន្ទុំបន្តីហ្នឹងគឺអត់ដែលករណីវាយឲ្យយកម៉ូតូនេះលើកនេះឃើញស្រស់ហ្មងបាទស្រស់ហ្មងបងឡើងគាត់ថាវាយធម្មតាទៅណាបាទខ្ញុំគិតវាយធម្មតាទៅដល់ពេលអីមកចាំម៉ូតូរត់បាត់ហ្នឹងពូនៅលើម៉ូតូទៅបដ ாய் លើម៉ូតូយកបាទជនសង្ស័យជិះម៉ូតូភាគច្រើនម៉ូតូអីបងភាគច្រើនអាសងពូអាសងហ្នឹងស្គូពីបាទតែមាន CLS តែមួយទេ CLS តែមួយទេពណ៌អីមិន CLS ហ្នឹងពណ៌ក្រហមលីសពូពណ៌ក្រហមលីសហ៎បាទតែវាប្រហែល20ស្ដើងនេះណាអរគុណច្រើនណាបងណាប្រយ័ត្នប្រយែងបាទប្រិមត្តជនជាទីគោរពបាននៅរាត្រីម៉ោង 7:04 ទៀបភ្លឺនៅថ្ងៃទី27ខែឧសភាឆ្នាំ2025ខ្ញុំបាទចង់ពួនបងប្អូនឌីឌីកំពុងតែនៅទល់មុខសួនវត្តបន្ទុំបន្តីក្នុងសង្កាត់ចាក់តមុខខណ្ឌដូនពេញរាជធានីភ្នំពេញដោយមុននេះបន្តិចមានករណីជនសង្ស័យជាច្រើនម៉ូតូបានមកវាយបាទយកម៉ូតូជនក្នុងគ្រោះបាទចំនួន1គ្រឿងដោយម៉ូតូ Scoopy ពណ៌ស023បាទតាមការបញ្ជាក់ពីជនក្នុងគ្រោះមុនពេលកាត់ហេតុបាទតាមប្រភពព័ត៌មានពីកន្លែងកាត់ហេតុដំបូងឡើងគេវាយគាត់មែនអីអូនបាទគេវាយគាត់បាទគ្នាបាក់ពួរដែលវាយគាត់ប្រហែលម៉ូតូអូនច្រើនណាស់វយច្រើនជាងហ្នឹងទេណាច្រើនជាងខាងក្រុម delivery ទៀតហ្នឹងហើយច្រើនជាងហ្នឹងទៀតច្រើនណាស់ឡើងមកវងជិះម៉ូតូលំដាប់ម៉ូតូអីគេអូនម៉ូតូទៅលយម៉ូតូទៅលយអសងនេះបាក់ CLS អូមាន CLS ទៀតមានតែពេលវាយឲ្យមានឃើញលើកម៉ូតូមែនលើក Scoopy យកទៅលើក Scoopy ទៀតបាទលើក Scoopy មិនអូនបានអូនមិញណាជួយថាយុវជនល្អបាទចេញមកធ្វើការគាត់ឃើញហេតុការណ៍ហ្នឹងគាត់ជួយបងប្អូនយើងតែក្រុមដែលអត់ប្រយោជន៍ហ្នឹងគឺវាយគេឲ្យយកម៉ូតូទៀតខ្សែក្បាត់ពណ៌សដោះឲ្យចុះវាយនឹងបងជនរងគ្រោះយកម៉ូតូទៅហ្មងអាមួយអាខ្មៅអ្នកលើកអាមួយអាខ្មៅលើកតែអាមួយដោះអាវបង្ហាញសាក់គឺវាយទៅអត់ឡើងម៉ូតូលើកម៉ូតូទៅបាត់តែឃើញមែនឃើញលើម៉ូតូមែនខ្ញុំឈើមើលហ្នឹងនៅមុខវត្តបន្ទុំហ្នឹងហ៎បាទខ្ញុំអត់ហ៊ានជួយខ្ញុំស្មានថាអីគាត់ខ្ញុំអត់ដឹងខ្ញុំខ្លាចដែរវិញអរគុណច្រើនបងបានជួយជឿឆ្អើយុវជនល្អណាបងណាយុវជនបាននៅវេលាម៉ោង 7:04 នៅថ្ងៃទី27ខែឧសភាឆ្នាំ2025ខ្ញុំបាទចង់ពួនបងប្អូនឌីកំពុងតែស្ថិតនៅម្ដុំសួនវត្តបន្ទុំក្នុងសង្កាត់ចាក់តមុខខណ្ឌដូនពេញរាជពេញដោយមុននេះបន្តិចមានករណីបាទគឺក្មេងតំណើមួយក្រុមបានបើកឆាកប្រយុទ្ធបាទវាយទៅលើយុវជន2នាក់ជិះ Scoopy 023ពណ៌សបន្ទាប់ពីវាយហើយគឺលើកម៉ូតូយកទៅបាត់ឥឡូវមកកជាការភ្ញាក់ផ្អើលរកពេញសួនវត្តបន្ទុំបន្តីគឺរត់ឃើញទេមិនដឹងថាគាត់ជិះទៅជ្រកខាងណាយើងអត់ទាន់ដឹងថាជាករណីបាទប្រើប្រាស់អំពើហិង្សាឬជាករណីអ្វីនៅឡើយទេដោយសារជនក្នុងគ្រោះត្រូវបានបាត់ម៉ូតូហើយបាទអញ្ចឹងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលចាត់មុខ
ដើម្បីបើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនក្មេងទំនើបនោះយកមកផ្ដន់ទោសទៅតាមផ្លូវច្បាប់ផងដែរអរគុណប្រិយមិត្តខំចំណាយពេលខ្ញុំបាទចង់ពួនបងប្អូននេះបើសិនជាការអធិប្បាយលុះខ្វះខាតចំណុចញ៉ាំសំរងសំខាន់តែវីតូលមិនថែមខ្ញុំនឹងអាប់ដេតទៅគេហៅ Voice BL New អរគុណសូមគោរពលាទឹកយិនសិនម៉ៃអ៊ីទាំងស៊េរីចាស់និងស៊េរីថ្មីមិនមែនជាថ្នាំពេទ្យតែជាប្រភេទសត្វភ្លេមិនដែលមានប្រសិទ្ធភាពខ្ពស់ជួយដល់អ្នកដែលកំពុងមានសុខភាពល្អនិងអ្នកដែលកំពុងមានសុខភាពទ្រុឌទ្រោមជួយពង្រឹងភាពស៊ាំរបស់សារពាង្គកាយជួយបង្ការការកើតជំងឺមហារីកជួយបង្ការការកើតជំងឺទឹកនោមផ្អែមជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាលជួយបន្សាបជាតិពុលក្នុងថ្លើមជួយដល់សន្លាក់ឆ្អឹងទប់ស្កាត់អាការៈឈឺខ្នងឈឺចង្កេះជួយដល់អ្នកដែលឧស្សាហ៍កោះខ្យល់វិលមុខឈឺក្បាលញឹកញាប់ហូបបាយមិនសូវបានសម្រានមិនសូវលក់ហេវហត់អស់កម្លាំងទន់ដៃទន់ជើងជួយដល់បញ្ហាក្រពះពោះវៀនហាមពោះទល់ខ្យល់ពិបាកបត់ជើងជំនួយខួរក្បាលជួយដល់ការចងចាំបានល្អនិងជួយដល់បញ្ហាស្ត្រីដែលរាំងរដូវឬរដូវមកមិនទៀងនិងចូលរួមជំនួយដល់បញ្ហាផ្លូវភេទបរិសុទ្ធនារីឲ្យខ្លាំងបានយ៉ាងមានប្រសិទ្ធភាពជាផលិតផលរបស់ប្រទេសកូរ៉េដែលទទួលស្គាល់គុណភាពស្តង់ដារជាសកលពី FDA របស់សហរដ្ឋអាមេរិកមាន GMP មានការធានារ៉ាប់រងគុណភាពពីក្រុមហ៊ុនលំដាប់ពិភពលោក Samsung និង ISO 9001:2015ព្រមទាំងទទួលស្គាល់ដោយក្រសួងខ្មែរនិងកូរ៉េក្នុងមួយកេសពិសាបានពេញមួយខែពិសាមួយកញ្ចប់ក្រោយពេលបាយល្ងាចនិងកាន់តែមានប្រសិទ្ធភាពរីឯតម្លៃទឹកយិនសិនសេរីចាស់តម្លៃត្រឹមតែ$38ហើយទឹកយិនសិនសេរីថ្មីតម្លៃ$39ហ្វ្រីសេវាដឹកជូនពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជាទំនាក់ទំនងទិញរាយនិងលក់បន្តតាមរយៈ